Shalom ក្មេងៗទាំងអស់គ្នាខ្ញុំអ្នកគ្រូសុខសប្បាយទេខ្ញុំក៏សុខសប្បាយដែរជាដំបូងយើងអធិដ្ឋានជាមួយគ្នាហើយនឹងចាប់ផ្ដើមថ្វាយបង្គំដល់ទ្រង់តែអធិដ្ឋានរីថៃចាបាទអ្នកគ្រូចាសូមអធិដ្ឋានអរគុណព្រះអង្គសម្រាប់យើងបន្តថ្វាយបង្គំដល់ទ្រង់បានទោះបីជាលោកីនេះផ្លាស់ប្ដូរយ៉ាងខ្លាំងក៏ដោយសូមអរគុណព្រះអង្គសម្រាប់យើងចេះនៅតែស្រឡាញ់គ្នាដោយក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់បានព្រះអង្គសូមប៉ះពាល់ចិត្តទៅយើងខ្ញុំរួចឲ្យពេលយើងថ្វាយបង្គំដល់ព្រះសូមគង់ជាមួយនឹងយើងសូមទទួលការសរសើរទាំងកាំងរបស់យើងខ្ញុំសូមអរគុណព្រះអង្គយ៉ាងអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមក្មេងៗទាំងអស់គ្នាក្រាបឈរឡើងយ៉ាងសរសើរដល់កាំងព្រះអង្គដោយធ្វើកាយកាផងច្រៀងផងអ្នកខ្ញុំចាក់ខ្ញុំព្រះយេស៊ូវដែលស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកនៅក្នុងចិត្តខ្ញុំព្រះយេស៊ូវភ្លឹកដែលស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកចាដែលស្រឡាញ់ដែលស្រឡាញ់ព្រះយេស៊ូវទាំងពីភពលោកស្វ័យស្រឡាញ់ស្រួលញ៉ាំសប្បាយយ៉ាងណាអត់ទាន់ក្រោកឈរឡើងសូមឈរឡើងហើយនឹងសរសើរដល់កាន់ទ្រង់អពីចិត្តនៅក្នុងចិត្តខ្ញុំព្រះយេស៊ូវភ្លឹកដែលស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកនៅក្នុងចិត្តខ្ញុំព្រះយេស៊ូវភ្លឹកដែលស្រឡាញ់ព្រះយេស៊ូវក្នុងចិត្តខ្ញុំភ្លឹកដែលស្រឡាញ់ព្រះយេស៊ូវទាំងពីភពលោកស្វ័យស្រឡាញ់ស្រួលញ៉ាំសប្បាយចាយើងបន្តសរសើរដល់កាំងទ្រង់ដោយបទចម្រៀងតាមយ៉ាងណាព្រះយេស៊ូវតាមព្រះយេស៊ូវដេញតាមព្រះយេស៊ូវតាមព្រះយេស៊ូវខ្ញុំដើរតាមព្រះបន្ទូលតាមព្រះយេស៊ូវខ្ញុំដើរតាមដោយស្ដាប់បង្គាប់អាមែនតាមព្រះយេស៊ូវដេញតាមព្រះយេស៊ូវតាមព្រះយេស៊ូវខ្ញុំដើរតាមព្រះបន្ទូលតាមព្រះយេស៊ូវខ្ញុំដើរតាមដោយស្ដាប់បង្គាប់តាមព្រះយេស៊ូវខ្ញុំដើរតាមព្រះបន្ទូលតាមព្រះយេស៊ូវខ្ញុំដើរតាមដោយស្ដាប់បង្គាប់អាមែនយើងបន្តសរសើរដល់កាំងជាមួយគ្នាដោយក្តីស្រឡាញ់ព្រះយេស៊ូវក្តីស្រឡាញ់ព្រះយេស៊ូវអត់ចាស់ហើយគួរឲ្យភ្ញាក់បានក្តីស្រឡាញ់ព្រះយេស៊ូវអត់ចាស់ហើយគួរឲ្យភ្ញាក់បានក្តីស្រឡាញ់ព្រះយេស៊ូវអត់ចាស់ហើយគួរឲ្យភ្ញាក់បានអូក្តីស្រឡាញ់ព្រះពូជាងផ្ទៃមេឃលើអាកាសជ្រៅជាងចម្រោះទឹកសមុទ្រធំជាងទំហំសកលលោកអូក្តីស្រឡាញ់ព្រះក្តីស្រឡាញ់របស់ព្រះយេស៊ូវធំប៉ុណ្ណាយើងសរសើរដល់កាំងជាមួយគ្នាក្តីស្រឡាញ់ព្រះយេស៊ូវអត់ចាស់ហើយគួរឲ្យភ្ញាក់បានក្តីស្រឡាញ់ព្រះយេស៊ូវអត់ចាស់ហើយគួរឲ្យភ្ញាក់បានក្តីស្រឡាញ់ព្រះយេស៊ូវអត់ចាស់ហើយគួរឲ្យភ្ញាក់បានអូក្តីស្រឡាញ់ព្រះខ្ពស់ជាងផ្ទៃមេឃលើអាកាសជ្រៅជាងចម្រោះទឹកសមុទ្រធំជាងទំហំសកលលោកអូក្តីស្រឡាញ់ព្រះខ្ពស់ជាងផ្ទៃមេឃលើអាកាសជ្រៅជាងចម្រោះទឹកសមុទ្រធំជាងទំហំសកលលោកអូក្តីស្រឡាញ់ព្រះអា
bertempo Adam Eva នៅថ្ងៃដំបូងពិភពលោកដំបូងគឺងងឹតហើយគ្មានអ្វីសោះអ្នកគ្រូសុំសួរមួយយើងទាំងអស់គ្នាបានរៀនហើយតើព្រះបានបង្កើតពិភពលោកនេះយ៉ាងដូចម្តេចត្រូវហើយព្រះបានបង្កើតពិភពលោកដោយព្រះបន្ទូលអាមែនថ្ងៃទី1ថ្ងៃទី2ទី3ទី4ទី5និងទី6ហើយចុងក្រោយបំផុតព្រះបានបង្កើតមនុស្សព្រះបានបង្កើតមនុស្សដោយដៃហើយបានភ្លុងខ្យល់ដង្ហើមជីវិតបញ្ចូលទៅក្នុងមនុស្សថ្ងៃនិងខែផែនដីនិងសមុទ្ររុក្ខជាតិនិងសត្វវាយទាំងអស់ត្រូវបានបង្កើតឡើងដោយព្រះបន្ទូលរបស់ព្រះប៉ុន្តែមនុស្សត្រូវបានបង្កើតឡើងដោយព្រះហស្ថរបស់ព្រះសួស្តីខ្ញុំជាមនុស្សទីដំបងអាដាមសួស្តីខ្ញុំជាមនុស្សដំបងអេវ៉ាព្រះស្រឡាញ់នឹងប្រទានពរដល់អ្នកទាំងពីរយើងនឹងឲ្យវាយទាំងអស់នៅក្នុងសួនច្បារអេដេននេះដល់អ្នកប៉ុន្តែអ្នកមិនត្រូវញ៉ាំផ្លែដង្ខុតត្រូវជាដាច់ខាតអ្នកត្រូវតែធ្វើតាមពាក្យរបស់យើងប្រសិនបើអ្នកញ៉ាំផ្លែដង្ខុតត្រូវនោះអ្នកនឹងស្លាប់ជាមិនខានអ្នកទាំងពីរបានសន្យាជាមួយនឹងព្រះម្ចាស់ទូលបង្គំនឹងមិនញ៉ាំទេค่ะថ្ងៃមួយនៅពេលដែលអេវ៉ានៅតែម្នាក់ឯងសាតាំងបានមកប្រសិនបើអ្នកញ៉ាំផ្លែដង្កូវត្រូវតើអ្នកនឹងស្លាប់មិនជាព្រះកុហកពីព្រះទេមិនត្រឹមតែមិនស្លាប់ទេគឺអ្នកនឹងបានជាព្រះផ្លែដង្ខុតត្រូវនោះភ្លឺរលោងមើលទៅពិតជាល្អណាស់បើតែខ្ញុំញ៉ាំវាខ្ញុំនឹងបានដូចព្រះមែនឬដល់ទីបញ្ចប់អេវ៉ាបានបេះផ្លែដង្ខុតត្រូវហើយខំទំពាវាទៅអូខ្ញុំពិតជាមិនស្លាប់មែនអាដាមសាក់ញ៉ាំដែរទៅឆ្ងាញ់ណាស់តើខ្ញុំដូចជាព្រះដែរឬគេបានចានតាចាប់ថាអាដាមនិងអេវ៉ាមិនបានស្លាប់ភ្លាមៗទេប៉ុន្តែរូបកាយអាក្រក់របស់ពួកគេគួរឲ្យអាម៉ាន់ណាស់ប្រសិនបើព្រះជាម្ចាស់រកឃើញអំបានទេអូគួរឲ្យខ្មាស់ណាស់តើអ្នកខ្លួនអាដាមអើយអេវ៉ាអើយដល់ពេលនោះព្រះបានហៅអាដាមនិងអេវ៉ាពួកគេទាំងពីរនាក់មានការភ័យខ្លាចយ៉ាងខ្លាំងពីព្រោះពួកគេបានធ្វើខុសនឹងការសន្យាជាមួយនឹងព្រះអាណត់មនុស្សបាននៅឆ្ងាយពីព្រះហើយព្រះទ្រង់ក្រៀមក្រំណាស់ពីព្រោះអាដាមនិងអេវ៉ាបានធ្វើបាបអរលោកអ្នកត្រូវចាក់ចេញពីសួនច្បារអេដេនព្រះនឹងមនុស្សនឹងមិនអាចចុះគ្នាបោកចោលរហូតឥឡូវនេះពិភពលោកបានប្រឡប់ដោយអំពើបាបហើយព្រះដែលស្រឡាញ់មនុស្សលោកទ្រង់បានកើតទុក្ខព្រួយហើយយើងត្រូវតែបញ្ជូនកូនប្រុសមានតែមួយជាទីស្រឡាញ់របស់យើងទៅកាន់ពិភពលោកដើម្បីទទួលពន្ធកម្មជំនួសមនុស្សដែលត្រូវទទួលព្រះយេស៊ូវជាព្រះរាជបុត្រនៃព្រះបានជាងមកមានរូបកាយជាមនុស្សហើយត្រូវបានបង់ថ្លៃអំពើបាបរបស់យើងជំនួសយើងគឺនៅលើឈើឆ្កាងដោយសារព្រះយេស៊ូវដូច្នេះទើបយើងខ្ញុំអាចនៅចិត្តព្រះម្ដងទៀតបានព្រះអង្គដែលបង្កើតយើងខ្ញុំសូមអរព្រះគុណព្រះយេស៊ូវដែលបានជួយសង្គ្រោះយើងខ្ញុំសូមអរព្រះគុណចាក្មេងៗទាំងអស់គ្នាយើងរៀនបានល្អហើយសូមយើងបន្តចងចាំព្រះគម្ពីរជាមួយគ្នាច្រៀងជាមួយគ្នាកាយតាមដំបងឡើយកាយតាមដំបងឡើយព្រះបានបង្កើតតែមេឃនិងផែនដីកាយតាមដំបងឡើយព្រះបានបង្កើតតែមេឃនិងផែនដីលោកក៏បានចំពកមួយខមួយចាសម្រាប់ទៀតកាយតាមដំបងឡើយព្រះបានបង្កើតតែមេឃនិងផែនដីកាយតាមដំបងឡើយព្រះបានបង្កើតតែមេឃនិងផែនដីលោកក៏បានចំពកមួយខមួយអូធ្វើបានល្អហើយ
ចំពុក1ខ3អូអីគេលោកគ្រូតើពិភពលោកនេះត្រូវបានបង្កើតឡើងយ៉ាងដូចម្ដេចព្រះបានបង្កើតវាដោយព្រះបន្ទូលព្រះមានបន្ទូលថាព្រះមានបន្ទូលថាចូលឲ្យមានពលិនូពលិក៏មានឡើងព្រះមានបន្ទូលថាព្រះមានបន្ទូលថាចូលឲ្យមានពលិនូពលិក៏មានឡើងលោកក៏បានចំពុក1ខ3វ៉ាវចូលបានល្អហើយសូមដល់ទៀតព្រះមានបន្ទូលថាព្រះមានបន្ទូលថាព្រះមានបន្ទូលថាចូលឲ្យមានពលិនូពលិក៏មានឡើងព្រះមានបន្ទូលថាព្រះមានបន្ទូលថាចូលឲ្យមានពលិនូពលិក៏មានឡើងលោកក៏បានចំពុក1ខ3បាយយកមកបបាយទេយើងមានទៀតចាយើងបានរៀន2ដងហើយមែនទេចំពុក2ខ7ព្រះអង្គបានបង្កើតមនុស្សដោយដីចាព្រះយេហូវ៉ាជាព្រះទ្រង់យកធូលីដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្យល់ដល់ងាមជីបានបានចូលទៅក្នុងរំជ្រោះមកលោកក៏ត្រាំមកជាមានប្រលឹងវឡាលោកក៏បានជន់ពីខប្រាំពីព្រះយេហូវ៉ាជាព្រះទ្រង់យកធូលីដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្យល់ដល់ងាមជីបានបានចូលទៅក្នុងរំជ្រោះមកលោកក៏ត្រាំមកជាមានប្រលឹងវឡាលោកក៏បានជន់ពីខប្រាំពីនេះតាបន្តិចជាងមែនអត់តែទេយើងបន្តចឹងយើងចេះស៊ូព្រះយេហូវ៉ាព្រះយេហូវ៉ាជាព្រះទ្រង់យកធូលីដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្យល់ដល់ងាមជីបានបានចូលទៅក្នុងរំជ្រោះមកលោកក៏ត្រាំឡើងជាមានប្រលឹងរឡាលោកក៏បានជន់ពីខប្រាំពីព្រះយេហូវ៉ាជាព្រះទ្រង់យកធូលីដៃមកសនធ្វើជាមនុស្សទ្រង់ភ្លុំខ្យល់ដល់ងាមជីបានបានចូលទៅក្នុងរំជ្រោះមកលោកក៏ត្រាំឡើងជាមានប្រលឹងរឡាលោកក៏បានជន់ពីខប្រាំពីបាយបាយក៏បានល្អហើយកូនចិត្តទីស្រឡាញ់ក្នុងព្រះម្ចាស់សូមអធិដ្ឋានជាមួយនឹងអ្នកគ្រូតាយអធិដ្ឋានរួចហើយបានចាយេគ្រូ ចាសូមអធិដ្ឋានព្រះបបិតាដែលស្រឡាញ់យើងខ្ញុំម្នាក់សូមអរព្រះគុណដល់ព្រះអ្វីដែលអនុញ្ញាតឲ្យដល់យើងទាំងអស់គ្នាព្រះវិញ្ញាណដ៏បរិសុទ្ធសូមជួយខ្ញុំស្រឡាញ់ទ្រង់អរគុណព្រះអង្គយើងខ្ញុំអធិដ្ឋានក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទអាមែនសូមមានឆាឡូម